បាទដែលសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមកចែកម្លែកមួយតាក់ទងជាមួយការ check ទៅលើupdate មានន័យថា Windows របស់យើង update ដល់ last version នៅឬក៏អត់ចឹងណាចឹងអ្នកនរគ្នាអាចតេស្ត check នៅលើ CMD ឥឡូវយើងសាកតេស្តលើ CMD my version អូខេឥឡូវយើងសាកតេស្ត my version អូខេវាអត់ support ទេអញ្ចឹងយើងអាចចូលទៅកន្លែង search របស់ Windows ហ្នឹងមក search យើង search Windows update មកអូខេ Windows update អូខេដោយសារ Windows status បែបនេះយើងអាច check to update មានថាយើង check បើវាមានខាច់ឬក៏ផាច់អីទៅថា update គឺវាសូឲ្យយើង update តែបើ load មកបែបនេះគឺមានន័យថាវា last test version ហើយយើងអាច check លើ history បានកន្លែង history update history ហ្នឹងចូលមកឃើញ history ផ្សេងហើយបើន័យថាអ្នកនរគ្នាចង់មើលប្រភេទខាច់ណាដែល update ហើយឬក៏នៅអញ្ចឹងយើងអាចមើលបានអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ